Cristiano Ronaldo វីរបុរសនៃកីឡាបាល់ទាត់សម័យទំនើបនៅអាយុ40ឆ្នាំគាត់នៅតែបំបីកំណត់ត្រានិងបង្ហាញថាអាយុគ្រាន់តែជាតួលេខប៉ុណ្ណោះរហូតដល់ពេលនេះ Ronaldo បានសុទ្ធបានលើសពី949គ្រាប់បាល់ជាផ្លូវការមានតែអ្នកលេងតិចណាស់ដែលអាចជិតដល់កម្រិតនេះតែគ្មាននរណាម្នាក់មានភាពថេរដូចគាត់ទេបើគាត់នៅតែអាចសុទ្ធបានប្រហែល25ដល់30គ្រាប់ក្នុងមួយរដូវកាលការឈានដល់1000គ្រាប់អាចកើតឡើងមុនអាយុ42ឆ្នាំនោះនឹងធ្វើឲ្យគាត់ក្លាយជាអត្តពលិកបាល់ទាត់ដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រដែលឈានដល់គោលដៅនេះរឿងនេះមិនមែនអំពីបាល់ទាត់ទេវាជាអំពីវិន័យចិត្តខ្ជាប់ខ្ជួននិងមិនព្រមចោះចាញ់នោះហើយជាហេតុដែល Ronaldo មិនមែនគ្រាន់តែជាអត្តពលិកទេប៉ុន្តែជានិមិត្តរូបនៃការខិតខំប្រឹងប្រែងហើយអ្នកគិតថា Ronaldo អាចឈានដល់គោលដៅ1000គ្រាប់ទេពេលវេលានឹងឆ្លើយ But one thing is sure ភាពអស្ចារ្យមិនដែលឈប់ឡើយផ្ទះល្វែងសម្រាប់លក់តម្លៃល្អខ្លាំងតម្លៃ 85,000 ចរចា